ជនសង្ស័យគ្រឿងញៀន8នាក់ជាមុខសញ្ញាលួចឆក់ប្លន់និងបងតូចបងធំបង្កអសន្តិសុខក្នុងមូលដ្ឋានត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនិងនគរបាលខេត្តកណ្ដាលបង្ក្រាបបាននឹងដកវត្ថុតាងមួយចំនួនអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី7 ខែមេសាឆ្នាំ2025នេះវេលាម៉ោង 14:30 នាទីកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយនគរបាលខេត្តកណ្ដាលនគរបាលខណ្ឌច្បារអំពៅបានធ្វើការបង្ក្រាបឃាត់ខ្លួនមេខ្លោជួញដូរគ្រឿងញៀនម្នាក់ឈ្មោះម៉ៅសុភាហៅអាស្រមៅភេទប្រុសអាយុ42ឆ្នាំជនជាតិខ្មែរជនសង្ស័យរូបនេះក៏មានដីកាចាប់ខ្លួនរបស់តុលាការខណៈពេលចាប់ខ្លួនជនសង្ស័យសមត្ថកិច្ចចាប់យកវត្ថុតាងគ្រឿងញៀនចំនួន4កញ្ចប់ថងតូចបន្ទាប់មកសមត្ថកិច្ចបន្តចាប់ឃាត់ខ្លួនជនសង្ស័យក្រុមបកពួករបស់ជនសង្ស័យខាងលើនៅទីតាំងចំនួន4កន្លែងផ្សេងទៀតស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន7នាក់ថែមទៀតសរុបជនសង្ស័យទាំងអស់8នាក់នឹងបានដកហូតវត្ថុតាងមួយចំនួនរួមមាន1ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន8កញ្ចប់2ចិញ្ចៀងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន3គ្រឿង3ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន4ថង់សម្រាប់ច្រកគ្រឿងញៀនចំនួនទី4ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន5ដែកកេះជ័រចំនួន5ទី6កាំបិត7ដាវដែក6និងពូថៅចំនួន2ទី7កំភ្លើងកែច្នៃ2ទី8ដំបង3កំណាត់1ខាងលើជាក្រុមជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មនិងបង្កអសន្តិសុខក្នុងមូលដ្ឋាននៅក្រៅមូលដ្ឋានហើយបានបង្កើតបកពួកបងតូចបងធំបង្កអុកឡុកក្នុងមូលដ្ឋាននិងការប្រើប្រាស់ហិង្សានិងលួចឆក់ប្លន់ផងដែរដកស្រង់ពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ